Rương Vinh nhiên Khmer Steel Pleu bồng bạchជា4នៅភូមិមួយដែលស្ងប់ស្ងាត់នារដូវវស្សាដែលមានភ្លៀងធ្លាក់រលឹមស្រេចវេលាម៉ោង12អាធ្រាត្របុរសម្នាក់ឈ្មោះនីកំពុងតែជិះម៉ូតូត្រឡប់មកពីធ្វើការវិញម្នាក់ឯងផ្លូវដែលគាត់ត្រូវឆ្លងកាត់គឺជាផ្លូវលំមួយដែលមានដើមឈើធំអមសងខាងនិងមានកន្លែងមួយដែលល្បីថាសម្បូរខ្មោចគឺផ្លូវបំបែកជា4ក្បែរវត្តខណៈពេលដែលកំពុងជិះស្រាប់តែម៉ូតូរបស់នីបានរលត់ម៉ាស៊ីនឈឹងនីខំធាក់ម៉ូតូយ៉ាងណាក៏មិនឆេះដែរភ្លាមនោះគាត់ឮសំឡេងម៉ាស៊ីនម៉ូតូម្យ៉ាងដែលលាន់លឺខ្លាំងវ៉ៃតប៉ុងគាត់ក្រឡេកទៅមើលក៏ឃើញយុវជនម្នាក់សក់ពណ៌មាសស្លៀកខោខូប៊ុយរហែកជង្គង់ឲ្យយឺតបៀលឃ្លៀកជិះម៉ូតូសង់ស៊េរីចាស់ Dream 125ដែលលើកកង់មុខយ៉ាងសង្ហាយុវជននោះជិះមកឈប់ក្បែរនីហើយសួរតាំងសំឡេងរដើនអីគេបងម៉ូតូខូចមែនឲ្យខ្ញុំជួយអស់អត់នីឃើញក្មេងប្រុសនោះមានទឹកចិត្តក៏ត្រេកអរណាស់បាទប្អូនជួយអស់បងទៅដល់វត្តខាងមុខបន្តិចមកក្មេងស្ទាវនោះសើចស្ញែងរួចយកជើងរបស់គេមកច្រានថ្មល់ម៉ូតូនេះអ្វីដែលប្លែកនេះគឺគេច្រានម៉ូតូនេះក្នុងល្បឿនលឿនស្លេវហាក់ដូចជាម៉ូតូនេះគ្មានទម្ងន់ទាល់តែសោះក្នុងពេលកំពុងអូសក្មេងស្ទាវនោះចាប់ផ្ដើមនិយាយបងដឹងអត់កាលពីមុនខ្ញុំជើងខ្លាំងប្រចាំផ្លូវនឹងក្មេងស្ទាវក្នុងភូមិឃើញខ្ញុំគឺត្រូវតែដកមួកសុវត្ថិភាពសំពះកាលនឹងខ្ញុំលើកកាំងមុខចាញ់គេតែម្ដងគត់នេះសួរទាំងភ័យចុះចាញ់លើកនឹងប្អូនឈប់លេងម៉ូតូហ្មងមែនក្មេងស្ទាវនោះងាកមកសើចភ្នែករបស់គេចាប់ផ្ដើមប្រែជាក្រហមឈាមហើយសាច់នៅត្រង់ធ្ពួលចាប់ផ្ដើមជ្រុះម្ដងបន្តិចម្ដងបាទបងលើកនឹងខ្ញុំលើកកង់មុខផុតពេកងើបមិនរួចវិញហ្មងបងមើលទៅត្រង់ផ្លូវបំបែកខាងមុខទៅមើលឃើញណាសន់តូចមួយអត់នឹងហើយផ្ទះថ្មីខ្ញុំនេះងាកទៅមើលស្រាប់តែឃើញរូបថតក្មេងស្ទាវនោះជាប់នឹងអាសន្ននៅចិញ្ចើមផ្លូវមែនពេលគាត់ងាកមកមើលអ្នកអុសម្ដងទៀតស្រាប់តែឃើញក្មេងនេះជិះម៉ូតូដែលគ្មានកង់មានតែគ្រោងដៃឆេះខ្មៅហើយក្បាលរបស់គេដាច់ធ្លាក់មកកាន់នៅនឹងដៃប៉ុន្តែនៅតែបន្តស្រែកបងចាំខ្ញុំលើកកង់មុខឲ្យមើលម្ដងទៀតនេះភ័យពេកក៏ទម្លាក់ម៉ូតូចោលរត់បាត់ជើងសំព្រាតសម្ដៅទៅវត្តបោះបង់ចោលទាំងម៉ូតូទាំងស្បែកជើងចាប់ពីថ្ងៃនោះមកនេះលែងហ៊ានជិះម៉ូតូកាត់ផ្លូវនៅពេលយប់ទៀតហើយអ្នកភូមិតែងតែនិយាយថាបើថ្ងៃណាឮសំឡេងម៉ូតូឌឺដង